នាងស្អាតនាងឆ្លាតនាងពូកែនាងស្មោះត្រង់នាងមិនចេះក្បត់នាងលះបង់នឹងព្រមធ្វើគ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនឯងស្រឡាញ់ប៉ុន្តែនាងជាមនុស្សអភ័ព្វក្នុងរឿងស្នេហាអភ័ព្វក្នុងក្តីស្រឡាញ់នៅពេលដែលនាងព្រមធ្វើគ្រប់យ៉ាងដើម្បីគេតែគេបែរជាទុកការលះបង់ទាំងអស់នោះជារឿងដែលគ្មានតម្លៃទុកការស្រឡាញ់របស់នាងជារឿងលេងសើចទុកភាពស្មោះត្រង់របស់នាងជារឿងឥតបានការហើយថែមទាំងបំផ្លាញក្តីស្រឡាញ់ភាពស្មោះត្រង់និងបេះដូងដ៏បរិសុទ្ធរបស់នាងថែមទៀតនៅទីបំផុតនាងក៏ជាមនុស្សតែម្នាក់ដែលរងគ្រោះព្រោះតែការស្រឡាញ់របស់ខ្លួនឯងច្រើនជ្រុលហួសហេតុចំពោះមនុស្សម្នាក់ខ្លាំងពេកស្លាប់ដោយសារប្រុសថ្លៃថ្នូរហើយចាំមិនស្រេចឲ្យគេជួយធ្វើអីអ្នកមិនធ្លាប់ជួបមិនយល់ទេវិបត្តិផ្លូវចិត្តមិនស្រួលដូចអ្នកគិតទេកុំថាឲ្យអ្នកណាម្នាក់ព្រោះយើងមិនស្ថិតក្នុងស្ថានភាពដែលគេកំពុងនៅខ្ញុំយល់អារម្មណ៍មួយនឹងច្បាស់ព្រោះខ្ញុំធ្លាប់ឆ្លងកាត់អារម្មណ៍បែបហ្នឹងគឺវាពិបាកណាស់គិតថាមានតែការស្លាប់ទេទើបអាចបញ្ចប់នៅការឈឺចាប់ទាំងអស់តែសំណាងហើយដែលអាយុមិនអស់ហើយក៏ចូលស្ដាប់នឹងជ្រកក្រោមបលុបព្រះធម៌ទើបបានយល់ថាអ្វីៗនៅក្នុងโลกនេះសុទ្ធតែជារបស់មិនទៀងសង្ខារធម៌កើតហើយក៏រលត់ជារឿងធម្មតាគេបោះបង់យើងចោលព្រោះគេគិតថាយើងជាសម្រាមវាជាសិទ្ធិរបស់គេតែបើយើងបោះបង់ខ្លួនឯងចោលព្រោះតែគេនោះវាស័ក្តិសមនឹងអ្វីដែលគេគិតត្រូវហើយមិនគួរទេជ្រើសរើសផ្លូវបញ្ចប់ជីវិតដើម្បីដោះស្រាយបញ្ហាព្រោះតែមនុស្សម្នាក់បោះបង់យើងចោលមនុស្សមួយចំនួនជ្រើសរើសផ្លូវបញ្ចប់ជីវិតដើម្បីដោះស្រាយវិបត្តិតែគេភ្លេចគិតថាមានដំណោះស្រាយល្អមានអ្នកចាំប្រឹក្សាយោបល់ជាច្រើនសម្រាប់ពួកគេក្នុងការស្វែងរកសន្តិវិធីណាមួយក្នុងការដោះស្រាយបញ្ហាក្នុងជីវិតនៅពេលមានបញ្ហាគូព្យាយាមស្វែងរកជំនួយឲ្យអស់លទ្ធភាពពុំគួរសម្រាប់ខ្លួនព្រោះតែគេនោះទេបុគ្គលនោះពុំបានយំសោកស្រណោះអាល័យយើងនោះឡើយអ្នកឈឺចាប់បំផុតគឺគ្រួសារសាច់ញាតិមិត្តភ័ក្តិអ្នករាប់អានដែលគេស្រឡាញ់យើងបំផុតសូមឲ្យនាងទៅកាន់សុគតិភពផងចុះសូមកុំឲ្យអភ័ព្វដូចជាតិនេះទៀតនេះជាការបញ្ចេញមតិយោបល់ពីបងប្អូនប្រិយមិត្តជាច្រើនហើយខ្ញុំបានដកស្រង់ក៏ប៉ុន្តែដោយដែលបងប្អូនបានលើកឡើងចឹងថាពេលខ្លះរឿងហ្នឹងយើងអត់ជួបផ្ទាល់យើងក៏មិនដឹងថានៅពេលដែលយើងជួបផ្ទាល់តើយើងនឹងដោះស្រាយវាបានដោយរបៀបណាដែរហើយអាចមកពីការគិតរបស់គាត់ខ្លីពេកឬមួយក៏ការគ្រប់គ្រងផ្លូវចិត្តសតិអារម្មណ៍របស់ខ្លួនឯងមិនសូវបានល្អថែមទាំងសេពគ្រឿងស្រវឹងទៀតផងវាធ្វើឲ្យអារម្មណ៍ទន់ទោពិបាកគ្រប់គ្រងខ្លួនឯងក៏ជ្រើសរើសផ្លូវបញ្ចប់ជីវិតបែបនេះតែម្ដងមានតែរំលែកទុក្ខទៅដល់ក្រុមគ្រួសារសពនិងចូលរួមសោកស្ដាយចំពោះការបាត់បង់កូនជាទីស្រឡាញ់របស់ពួកគាត់ផងដែរការពិតនៅពេលដែលយើងបាត់បង់អ្នកណាម្នាក់ដែលយើងស្រឡាញ់ខ្លាំងវាច្បាស់ណាស់ថាយើងឈឺចាប់ព្រោះតែការបាត់បង់ប៉ុន្តែវាឈឺចាប់ជាងនេះទៅទៀតនោះគឺយើងបាត់បង់ខ្លួនឯងព្រោះតែយើងបាត់បង់មនុស្សម្នាក់ដែលយើងស្រឡាញ់បើតាមដំណឹងក៏ដូចជាការឆ្លើយឆ្លងមកគឺថាខាងប្រុសបានលួចទៅភ្ជាប់ពាក្យដោយមិនបានប្រាប់ខាងស្រីហើយព័ត៌មាននេះក៏ខ្ញុំមិនច្បាស់ដែរបងប្អូនគ្រាន់តែលើតគ្នាតែប៉ុណ្ណោះតែបច្ចុប្បន្នភាពនេះគឺសាកសពបានរកឃើញហើយក្រុមគ្រួសារក៏យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរសូមផ្ដាំផ្ញើទៅដល់មនុស្សគ្រប់រូបថាប្រសិនបើអស់ចិត្តស្រឡាញ់សូមប្រាប់គ្នាឲ្យត្រង់កុំលួចក្បត់គ្នាកុំធ្វើបាបគ្នាកុំបំពានផ្លូវចិត្តគ្នាអីយើងមិនដឹងទេថាមនុស្សម្នាក់ដែលយើងកំពុងតែធ្វើបែបហ្នឹងគាត់ធ្លាប់បានឆ្លងកាត់អីខ្លះឬមួយក៏ផ្លូវចិត្តរបស់គាត់ទន់ជ្រាយបែបណាគិតមិនដល់គឺដោយបងអូនស្រីអញ្ចឹងគាត់អាចសម្លាប់បញ្ចប់ជីវិតខ្លួនឯងបានដោយសារតែការស្រឡាញ់មួយនេះខកបំណងចឹងហើយបានថាគេថាបើសិនជាអត់ច្បាស់លាស់ទេកុំលេងសើចនឹងផ្លូវចិត្តនឹងបេះដូងការស្រឡាញ់របស់អ្នកណាម្នាក់អីបើចង់សប្បាយចង់រីករាយមិនខ្វះទេតែរកអ្នកដែលសប្បាយអ្នកដែលចូលចិត្តរីករាយត្រេកត្រអាលជាមួយនឹងរឿងទាំងអស់ហ្នឹងទៅកុំទៅធ្វើបាបមនុស្សម្នាក់ដែលគ្មានបំណងអ្វីក្រៅតែពីស្រឡាញ់អ្នកស្មោះត្រង់ចំពោះអ្នកឲ្យតម្លៃអ្នកនិងព្រមលះបង់គ្រប់យ៉ាងដើម្បីអ្នក